មនុស្ស5នាក់រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ3គ្រឿងនិងរថយន្ត1គ្រឿងបុកបន្តគ្នារួចបន្តទៅបុកអ្នកថ្មើរជើងម្នាក់បន្ថែមទៀតគ្រោះថ្នាក់ចរាចរណ៍ហាក់មិនថមថយសោះដោយកាលពីវេលាម៉ោង 18:17 នាទីថ្ងៃទី20 ខែមករាឆ្នាំ2026មានម៉ូតូចំនួន3គ្រឿងនិងរថយន្ត1គ្រឿងបានបុកគ្នាបន្តរួចបន្តទៅបុកអ្នកថ្មើរជើងម្នាក់បន្ថែមទៀតបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន5នាក់បញ្ជូនទៅមន្ទីរពេទ្យនិងខូចខាតម៉ូតូធ្ងន់3គ្រឿងនិងរថយន្តស្រាល1គ្រឿងនៅចំណុចលើកំណាត់ផ្លូវជាតិលេខ 21A ក្នុងភូមិសិតត្បូសង្កាត់សិតត្បូក្រុងតាខ្មៅខេត្តកណ្ដាលប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅវេលាកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CL 6044បើកបរដោយឈ្មោះសុកធុនភេទប្រុសអាយុ23ឆ្នាំនិងមានអ្នករួមដំណើរជាមួយឈ្មោះមានវាសនាភេទប្រុសអាយុ22ឆ្នាំបើកបរមានទិសដៅពីត្បូងទៅជើងដល់ចំណុចកាត់ហេតុក៏បានបុកជាមួយម៉ូតូម៉ាក Honda Beat ពណ៌សពាក់ស្លាកលេខខេត្តកណ្ដាល 1AT 9084អ្នកបើកបរមានឈ្មោះអេងបញ្ញាភេទប្រុសអាយុ17ឆ្នាំបើកបរម៉ូតូមានទិសដៅពីជើងទៅត្បូងផ្ទុយទិសគ្នាបណ្ដាលឲ្យម៉ូតូម៉ាក Honda Dream ដួលមកលើទ្រូងផ្លូវស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ពណ៌សពាក់ស្លាកលេខភ្នំពេញ 2CF 7637បើកបរដោយមិនស្គាល់អត្តសញ្ញាណបើកបររថយន្តមានទិសដៅពីត្បូងទៅជើងក៏បានទៅបុកពីក្រោយម៉ូតូម៉ាក Honda Dream បណ្ដាលឲ្យអ្នកបើកបរម៉ូតូ Honda Dream រងរបួសធ្ងន់និងអ្នករួមដំណើរជាមួយរងរបួសស្រាលចំណែកអ្នកបើកបរម៉ូតូម៉ាក Honda Beat រងរបួសធ្ងន់ទាំង3នាក់ត្រូវបានរថយន្តសង្គ្រោះសង្កាត់សិតត្បូដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះលុះក្រោយពេលកើតហេតុបន្តិចក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1AB0483 បើកបរដោយឈ្មោះសុករាញ់ភេទប្រុសអាយុ28ឆ្នាំស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់សិតត្បូក្រុងតាខ្មៅបើកបរម៉ូតូមានទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏បានទៅបុកពីក្រោយរថយន្ត Toyota Prius និងជ្រុលទៅបុកអ្នកថ្មើរជើងម្នាក់ទៀតឈ្មោះណាំសួរភេទប្រុសអាយុ66ឆ្នាំជាប្រជាការពារសង្កាត់សិតត្បូនៅកន្លែងដដែលបណ្ដាលឲ្យរងរបួសស្រាលទាំងពីរនាក់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យក្រោយសមត្ថកិច្ចជំនាញចុះអន្តរាគមន៍និងពិនិត្យវាស់រួចបានយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តតាមនីតិវិធីរាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News